ពលរដ្ឋថៃចេញធ្វើបាតុកម្មទាមទារឲ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែងនៅថ្ងៃសៅរ៍ទី28 មិថុនា2025នេះក្រុមប្រឆាំងនឹងរដ្ឋាភិបាលថៃរាប់ពាន់នាក់បាននាំគ្នាធ្វើបាតុកម្មនៅទីក្រុងបាងកកដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែងមតិសាធារណថៃខឹងនឹងរបៀបដឹកនាំរបស់លោកស្រីនាយករដ្ឋមន្ត្រីក្រោយពីមានការធ្លាយព័ត៌មានលោកស្រីជជែកគ្នាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជាបាតុកម្មប្រព្រឹត្តទៅដោយសន្តិវិធីប៉ុន្តែអាជ្ញាធរបានពង្រាយកម្លាំងនគរបាលជាង 1000 នាក់ដើម្បីការពារសណ្ដាប់ធ្នាប់ចម្លែកលោកស្រីនាយករដ្ឋមន្ត្រីដែលធ្វើដំណើរទៅសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅភាគខាងជើងបានអះអាងប្រាប់យកាសែតថាប្រជាពលរដ្ឋមានសិទ្ធិធ្វើបាតុកម្មបើជាបាតុកម្មដោយសន្តិវិធីដឹកនាំដោយសកម្មជនអាវលឿងដែលមានបទពិសោធន៍នេះបាតុករថៃជាច្រើនពាន់នាក់ដែលភាគច្រើនជាមនុស្សវ័យចំណាស់បានមកប្រមូលផ្តុំគ្នានៅវិមានជ័យជំនះនាទីក្រុងបាងកកខ្លះកាន់ទង់ជាតិស្រែកទាមទារឲ្យលោកស្រីនាយករដ្ឋមន្ត្រីថៃចុះចេញពីតំណែងសម្រាប់ក្រុមបាតុករសកម្មភាពរបស់ពួកគេថ្ងៃនេះគឺដើម្បីការពារបូរណភាពនិងអធិបតេយ្យភាពជាតិថៃថងនិងដើម្បីបរិហារអសមត្ថភាពរបស់នាយករដ្ឋមន្ត្រីផងខ្ញុំលែងមានទំនុកចិត្តលើនាយករដ្ឋមន្ត្រីនេះជាសម្ដីរបស់បាតុករវ័យ70ឆ្នាំម្នាក់បាតុករខ្លះទៀតធ្លាប់ជាក្រុមអាវក្រហមទេប៉ុន្តែបានបដួលផ្លាស់ជំហរនៅពេលនេះដោយមកចូលរួមធ្វើបាតុកម្មដែរដើម្បីជំរុញឲ្យលោកស្រីផៃថងឋានចុះចេញពីតំណែងវិញសូមរំលឹកថាសកម្មជនឬចលនាអាវលឿងធ្លាប់មានចំណែកផ្ដួងអតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីនសេណាវ៉ាត់ជាឪពុករបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្នម្ដងហើយកាលពីដួសវត្សរ៍ឆ្នាំ2000ក្នុងរយៈពេលចុងក្រោយនេះប្រទេសថៃបានឆ្លងកាត់ការប្រឈមមុខដាក់គ្នាយ៉ាងតានតឹងរវាងចលនាអាវលឿងដែលជាក្រុមអភិរក្សនិយមការពាររាជានិយមនិងយោធាជាមួយចលនាអាវក្រហមជាប្រជាពលរដ្ឋនៅស្រុកស្រែនិងជាសកម្មជនគាំទ្រត្រកូលថាក់ស៊ីនចលនាអាវលឿងតែងចាត់ទុកក្រុមអាវក្រហមជាការគំរាមកំហែងសណ្ដាប់ធ្នាប់សង្គមជាប្រពៃណីរបស់ថៃបាតុកម្មដឹកនាំដោយចលនាអាវលឿងថ្មីនេះប្រព្រឹត្តទៅជួនចំពេលនាយករដ្ឋមន្ត្រីថៃកំពុងរងភៀវរិគុណរហូតបាត់បង់ទំនុកចិត្តពីគណៈបកជាដៃគូក្នុងរដ្ឋាភិបាលចម្រុះផងបណ្ដាលមកពីការបែកធ្លាយព័ត៌មានស្ដីពីការជជែកតាមទូរស័ព្ទជាមួយអតីតនាយករដ្ឋមន្ត្រីកម្ពុជាគណៈបកជាសម្ព័ន្ធមិត្តក្នុងរដ្ឋាភិបាលបានដកខ្លួនចេញពីរដ្ឋាភិបាលហើយចោទលោកស្រីនាយករដ្ឋមន្ត្រីវ័យ38ឆ្នាំថាបន្ថើខ្លួនជាមួយខ្មែរនឹងធ្វើឲ្យខូចតម្លៃយោធាថៃពេលនេះគណៈបកកណ្ដាលអំណាចមានសម្លេងភាគច្រើនដាច់ខាតយ៉ាងប្រព្រឹត្តប្រភ័យជាងនេះទៅទៀតនៅសប្តាហ៍ក្រោយលោកស្រីផែថងឋាននិងលោកថាក់ស៊ីនជាឪពុកដោយប្រឈមនឹងសំណុំរឿងក្តីនៅតុលាការដែលអាចធ្វើឲ្យស្ថានភាពនយោបាយថៃប្រែក្រឡាតុលាការធម្មនុញ្ញថៃទ្រឹងសម្រេចនៅថ្ងៃអង្គារទី1កក្កដាថាព្រមទទួលយកឬអត់បណ្ដឹងសុំទម្លាក់នាយករដ្ឋមន្ត្រីពីបទខ្វះសមត្ថភាពហើយនៅក្នុងថ្ងៃអង្គារនោះដែរលោកថាក់ស៊ីនត្រូវចោទបំភ្លឺនៅតុលាការក្នុងបទចោទប្រកាន់បរិហាររាជានិយមចំពោះសម្ដីកាលពីជាង10ឆ្នាំមុន